ការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងការគ្រប់គ្រងសកម្មភាពវិស័យឯកជនរាជរដ្ឋាភិបាលក៏បានដាក់ចេញនៅវិធានការសម្ដៅចូលរួមកាត់បន្ថយថ្លៃដើមផលិតកម្មនិងលើកកម្ពស់ផលិតភាពផលិតកម្មរួមមាន 1. ការសម្រួលបែបបទនិងនីតិវិធីវិនិយោគនិងធុរកិច្ចរួមទាំងការស្នើសុំអាជ្ញាប័ណ្ណវិញ្ញាបនបត្រលិខិតអនុញ្ញាតនានាព្រមទាំងការចុះបញ្ជីជាគោលគោ 2. ការសម្រួលនីតិវិធីបែបបទនិងការអនុញ្ញាតផ្សេងៗដែលបម្រើដល់ការអនុវត្តឬការពង្រីកគម្រោង 3. ការពង្រឹងយន្តការឬនីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្ដែងដែលជាបន្ទុកបន្ថែមរបស់វិនិយោគិនក្នុងការចុះបញ្ជីនិងដំណើរការអាជីវកម្មនិង 4. វិធានការគួបផ្សំផ្សេងទៀតជាមួយគ្នានេះដើម្បីធានានៅប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការអនុវត្តវិធានការលើកទឹកចិត្តនៃកម្មវិធីពិសេសនេះរាជរដ្ឋាភិបាលក៏បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានក្រោមឆ័ត្រនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាក្រុមការងារដែលទទួលបន្ទុកអនុវត្តតាមដានត្រួតពិនិត្យនិងវិយតម្លៃកម្មវិធីពិសេសនេះនិងដើរតួជាច្រកចេញចូលតែមួយក្នុងការពិនិត្យវិយតម្លៃនិងការអនុម័តគម្រោងការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណនានាជាកញ្ចប់ទៅលើគម្រោងវិនិយោគក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតអង្គពិធីទាំងមូលជាទីមេត្រីឆ្លៀតក្នុងឱកាសនេះខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមការងារអន្តរក្រសួងរដ្ឋបាលខេត្តទាំង4នៅភូមិភាគឦសានក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធនានាដែលបានចូលរួមអស់ពីកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីក្នុងការរៀបចំកម្មវិធីពិសេសនេះឲ្យចេញជាលទ្ធផលគួរជាទីមោទនៈរហូតត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខ្ញុំសូមបដិញ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតក្នុងការបំពេញមុខងារដឹកនាំសម្របសម្រួលនិងជំរុញការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជាឆ្នាំ2025-2028ឲ្យសម្រេចបានលទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ជូនរាជរដ្ឋាភិបាលនិងជូនប្រជាជនកម្ពុជាតាមការរំពឹងទុកជាទីបញ្ចប់ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ស័កស័កពុទ្ធសករាជ2569នឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះខ្ញុំសូមគោរពជូនពរបវរមហាប្រសើរសិរីមង្គលវិបុលសុខគ្រប់ប្រការជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់សូមបានទទួលនៅសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាប្រាជ្ញាឆ្លៀសវៃដើម្បីដឹកនាំប្រទេសឲ្យកាន់តែឈានទៅរកភាពរុងរឿងចម្រើនថ្កើងថ្កានបន្ថែមទៀតនិងសូមជូនពរឯកឧត្តមលោកជំទាវពុកញ៉ាលោកស្រីភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិបានប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយជាកិច្ចបន្តដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាមេត្តាថ្លែងសន្ទរកថាគន្លឹះនិងផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជូនអង្គពិធីទាំងមូល
សូមគោរពអញ្ជើញអាដាមលោកជំទាវសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាសមាជិកសមាជិការាជរដ្ឋាភិបាលឯករាជ្យទូតឯករដ្ឋទូតបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតីភ្ញៀវកិត្តិយសជាតិអន្តរជាតិអង្គពិធីតបូលនិងជនរួមជាតិជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមជាអធិបតីក្នុងពិធីប្រកាសដោយអនុវត្តជាផ្លូវការនៅកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជានៅឆ្នាំ2025-2028តាំងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រុមការងារអន្តរក្រសួងរដ្ឋបាលខេត្តទាំង4នៅភូមិភាគឦសាននៅក្នុងក្រសួងនិងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបរិយាសកម្មនិងការទទួលខុសត្រូវខ្ពស់ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះរហូតបាននៅឯកសារកម្មវិធីមួយដែលមានភាពគ្រប់ជ្រុងជ្រោយនិងបដិកលាប្រកបនិយមនិងចំគោលដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាក់ស្ដែងរបស់តំបន់ភូមិភាគឦសានផងនិងទិសដៅនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលជារួមផងដោយបានគូបញ្ជាក់នៅក្នុងរបាយការណ៍សង្ខេបរបស់អាដាមអគ្គបណ្ឌិតសភាចារអ៊ុនពុនវណ្ណរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីឆ្នាំ2024កន្លងទៅនេះខ្ញុំបានណែនាំឲ្យគណៈកម្មការគោលនយោបាយសេដ្ឋកិច្ចហិរញ្ញវត្ថុដឹកនាំសិក្សានិងរៀបចំកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងការជំរុញគោលដៅជំរុញពង្រីកមូលដ្ឋានសេដ្ឋកិច្ចចំពោះបណ្ដាខេត្តនៅឆ្ងាយពីមជ្ឈមណ្ឌលកំណើតក៏ដូចជាការជំរុញការតភ្ជាប់នៃចរន្តសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំប្រកបដោយបរិយាបន្នសម្រាប់រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍការខិតខំពង្រាយរបាយនៃការអភិវឌ្ឍដើម្បីឲ្យប្រជាជនទូទាំងប្រទេសអាចទទួលបាននូវឱកាសនិងផ្លែផ្កាពីសន្តិភាពនិងការអភិវឌ្ឍគឺជាកាតព្វកិច្ចមូលដ្ឋានដ៏សំខាន់បំផុតហើយក៏ជាចំណោទមួយដ៏លំបាកសម្រាប់រាជរដ្ឋាភិបាលព្រោះថាជាទូទៅប្រទេសកំពុងអភិវឌ្ឍតែតែមានបញ្ហាកំណត់នៅក្នុងធនធានដែលមានហើយការជំរុញការអភិវឌ្ឍព្រមៗគ្នាឬស្មើគ្នានៅទូទាំងប្រទេសពិតជាអាចធ្វើទៅបានតាមការចង់ប្រាថ្នាភ្លាមនោះទេនៅពេលដែលធនធានមានកំណត់រាជរដ្ឋាភិបាលត្រូវការគិតគូរលើអតិភិបពាណិជ្ជកម្មប៉ុន្តែក៏មិនមែនមិនថាពង្រឹងកង្កែបបញ្យកចិត្តទុកដាក់នៅតំបន់ណាមួយនោះដែរនៅក្នុងស្ថានភាពបែបនេះយើងប្រហែលជាមិនពិបាកយល់ទេថាហេតុអ្វីបានជាកាលពីឆ្នាំ1999សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកាលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រីគឺជាអ្នកប្រួយផ្ដើមគំនិតឲ្យមានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជាឡាវវៀតណាមយើងហៅថា CLVDTA ឆ្នាំនោះគឺជាឆ្នាំដែលកម្ពុជាទើបតែចូលអាស៊ានហើយអតិភិបមួយរបស់កម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រត្រីកោណគឺការជំរុញសមាហរណកម្មកម្ពុជានៅក្នុងតំបន់និងអន្តរជាតិដូច្នេះការបង្កើត CLVDTA គឺដើម្បីចង្អុលទិសដៅឲ្យដៃគូរបស់យើងជួយជំរុញការអភិវឌ្ឍនិងភាពតភ្ជាប់នៅក្នុងតំបន់នោះឯងម្យ៉ាងទៀតនៅពេលដែលកម្ពុជាទើបតែសម្រេចបានសន្តិភាពពេញលេញក្រោយជោគជ័យនៃនយោបាយឈ្នះរបស់សម្ដេចតេជោកម្ពុជាទៅពេលនោះពិតជាមានភាពខ្វះមុខខ្វះក្រោយហើយត្រូវការដៃគូសហប្រតិបត្តិការគ្រប់ទម្រង់តាមដែលអាចធ្វើទៅបានប្រជាជនកម្ពុជាទាំងអស់ដែលធ្លាប់មកកាន់តំបន់នេះក្នុងទសវត្សរ៍ឆ្នាំ1980-1990ទើបតែបានដឹងហើយថាប្រជាជនយើងចំនួននោះត្រូវឆ្លងទៅប្រទេសជិតខាងជាមុនសិនមុននឹងអាចទៅដល់ទីតាំងនៃបណ្ដាខេត្តមួយចំនួនព្រោះយើងគ្មានផ្លូវតភ្ជាប់ឬមានហើយតែគ្មានស្ថានភាពលំបាកមិនអាចធ្វើដំណើរបាន
ស្ថានភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់សាលារៀននិងមន្ទីរពេទ្យជាដើមសុទ្ធតែមានការខ្វះខាតខ្លាំងណាស់នៅក្នុងពេលនោះដូច្នេះការបង្កើត CLVDTA នៅពេលនោះគឺជាការសហការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមករវាងប្រទេសទាំង3នៅពេលដែលគ្មានប្រទេសណាមួយអាចមានលទ្ធភាពបំពេញតម្រូវការរបស់ប្រជាជននៅក្នុងតំបន់នោះឲ្យបានពេញលេញដោយតំបន់ផ្សេងៗទៀតឥឡូវនេះកម្ពុជាបានឈានដល់ដំណាក់កាលថ្មីកលៈទេសៈថ្មីហើយខ្ញុំក៏ពុំចាំបាច់បញ្យល់ឡើងវិញអំពីមូលហេតុដែលកម្ពុជាត្រូវសម្រេចចិត្តដកខ្លួនចេញពី CLVDTA នោះទេពេលនេះគឺជាពេលដែលត្រូវយើងគិតគូរថាតើយើងត្រូវធ្វើដូចម្តេចដើម្បីជំរុញការអភិវឌ្ឍតំបន់ភូមិភាគឦសានឲ្យក្លាយជាពលសេដ្ឋកិច្ចឯករាជ្យមានសមត្ថភាពមិនឆ្ងាយដាច់ខ្លាំងពេកពីតំបន់ដទៃនៅក្នុងការពិចារណាគោលនយោបាយសម្រាប់តំបន់នេះមានទិដ្ឋភាព3ដែលត្រូវគិតគូរព្រមគ្នាពលគឺមនុស្សចរន្តសេដ្ឋកិច្ចនិងភាពតភ្ជាប់ដែលពិបាកនឹងខ្វះខាតចំណុចណាមួយបានយើងចង់ឲ្យមនុស្សទៅរស់នៅប៉ុន្តែប្រជាជនដែលទៅនៅមិនអាចនៅយូរអង្វែងបានទេដោយសារគ្មានចរន្តសេដ្ឋកិច្ចហើយនៅពេលដែលយើងចង់ជំរុញឲ្យមានចរន្តសេដ្ឋកិច្ចវិនិយោគិនក៏អាចនឹងត្អូញថាលំបាកលើការភាពតភ្ជាប់ទៅនឹងទីផ្សារជាដើមដែលជាភាពបត្តកលានៃទិដ្ឋភាពទាំង3ភាពតភ្ជាប់គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយអ្នករៀបចំគោលនយោបាយត្រូវគិតគូរជារឿយៗថានៅពេលដែលយើងចង់ឲ្យមានភ្ញៀវទេសចរមកលេងយកជាប់នៅក្នុងតំបន់នេះថាតើយើងត្រូវបង្កើតភាពតាក់ទាញដូចម្តេចឲ្យខ្លាំងហើយអាចជំនះបានទៅលើរយៈចម្ងាយ7ម៉ោងនៃការធ្វើដំណើរតែធ្វើដូចម្តេចឲ្យភ្ញៀវទៅហើយចង់មកម្ដងទៀតក្នុងរយៈចម្ងាយដ៏វែងបែបនេះចំណោទទីពិតជាមិនមែនជាបញ្ហាងាយស្រួលនោះទេដូច្នេះហើយនៅពេលដែលដាក់ចេញគោលនយោបាយតាក់ទងនឹងតំបន់ភូមិភាគឦសានរាជរដ្ឋាភិបាលបានធ្វើការគិតគូរគ្រប់ជ្រុងជ្រោយដោយមានភាពបត្តកលាទាំងលើ3ទិដ្ឋភាពគឺមនុស្សចរន្តសេដ្ឋកិច្ចនិងភាពតភ្ជាប់ទោះបីថាពេលខ្លះយើងមិនអាចមានធនធានបដោតទៅលើទិដ្ឋភាពទាំង3ព្រមគ្នាក៏ដោយឧទាហរណ៍លើទិដ្ឋភាពមនុស្សកាលពីថ្ងៃទី28ខែមករាឆ្នាំ2025ខ្ញុំបានប្រកាសដាក់ចេញនូវកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពដោយលើកកម្ពស់សិទ្ធិការកាប់ដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈការជំរុញការវាស់វែងការចុះបញ្ជីដីធ្លីការចេញបានកម្មសិទ្ធិជូនប្រជាពលរដ្ឋក៏ដូចជាការបន្តផ្ដល់នូវដីសម្បត្តិសង្គមកិច្ចជូនអតីតកម្លាំងប្រដាប់អាវុធនិងគ្រួសារទ័ពនិងនគរបាលជាតិនៅតាមព្រំដែននិងប្រជាពលរដ្ឋក្រីក្រលើទិដ្ឋភាពចរន្តសេដ្ឋកិច្ចនៅថ្ងៃនេះតែម្ដងខ្ញុំបានដាក់ឲ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគនៅក្នុងខេត្តទាំង4នៅភូមិភាគឦសាននៃប្រជាណាចក្រកម្ពុជានៅឆ្នាំ2025-2028ដើម្បីជំរុញឲ្យមានការវិនិយោគឯកជនកាន់តែសកម្មបង្កើនជាចរន្តសេដ្ឋកិច្ចបង្កើតការងារនិងភាពតាក់ទាញប្រមូលផ្ដុំប្រជាជនយើងឲ្យទៅប្រកបអាជីវកម្មនិងរស់នៅកាន់តែច្រើនឡើងនៅក្នុងតំបន់នេះចំពោះទិដ្ឋភាពភាពតភ្ជាប់ការគិតគូរពីការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគឺជាការងារដែលធ្វើឡើងឥតដាច់បន្តពីមួយអាណត្តិទៅមួយអាណត្តិទៅប្រើប្រាស់គ្រប់មធ្យោបាយនិងធនធានទាំងថវិកាជាតិហិរញ្ញប្បទានគាំទ្រពីដៃគូអភិវឌ្ឍនិងការចូលរួមចំណែកពីប្រជាជននិងវិស័យឯកជនឧទាហរណ៍ជាក់ស្ដែងគឺការចូលរួមដ៏សស្រាក់សស្រាំពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្ដោតលើការកសាងផ្លូវកវ៉ាត់ព្រំដែនដែលតាមរយៈនេះកងវិស្វកម្មរបស់យើងកំពុងមមាញឹកឈូសឆាយផ្លូវពុះពៀជំនះរាល់ឧបសគ្គគ្រោះថ្នាក់ការលំបាកគ្រប់បែបយ៉ាងខិតខំប្រឹងប្រែងធ្វើការស្ថាបនាខ្សែក្រវ៉ាត់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរីនិងរតនគិរីបើនិយាយដោយខ្លីនៅពេលដែលយើងនិយាយពីការស្រឡាញ់ជាតិស្រឡាញ់ទឹកដីយើងត្រូវសួរដែរថាតើយើងការពារជាតិដូចម្តេចនៅពេលដែលយើងគ្មានទាំងផ្លូវទាំងព្រំតំបន់នៅក្រោមដែនអធិបតេយ្យភាពរបស់យើងផងនោះ
តែយើងអាចការពារទឹកដីរបស់យើងដែលនាំគ្នាស្រែកតាម Facebook ពីក្រៅប្រទេសបានដែរយ៉ាងណាប្រសិនបើគ្មានកងទ័ពឬប្រជាជនរស់នៅការពារតាមព្រំដែនដោយផ្ទាល់នោះពិតជាមិនអាចទៅរួចទេកិច្ចការពារព្រំដែនដែលមានប្រសិទ្ធភាពនិងចីរភាពមិនមែនត្រឹមផ្ដោតលើការងារកសាងលេនដ្ឋានរឹងមាំនោះទេប៉ុន្តែគឺការជំរុញការកសាងខឿនការពារជាតិរបស់ប្រជាជនតាមរយៈការកសាងនិងអភិវឌ្ឍតាមបណ្ដោយព្រំដែនដោយរួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវកង្វត្តព្រំដែនដែលបង្កលក្ខណៈសម្រាប់ការរីកចម្រើននៅក្នុងតំបន់នោះផងដែរអាដាមលោកជំទាវអ្នកអញ្ញាលោកស្រីខាងនេះគឺជាទស្សនវិជ្ជារួមនៃគោលនយោបាយជាតិប៉ុន្តែសម្រាប់កម្មវិធីថ្ងៃនេះគឺជាការផ្ដោតចំណាប់អារម្មណ៍លើកិច្ចខិតខំប្រឹងប្រែងបង្កើតចរន្តសេដ្ឋកិច្ចសម្រាប់តំបន់ភូមិភាគឦសានរបស់យើងតាមរយៈការជំរុញវិនិយោគឯកជនក្នុងសន្ទរកថារបស់ឯកឧត្តមបណ្ឌិតអគ្គបណ្ឌិតសុភាចារ្យបានរៀបរាប់រួចហើយអំពីខ្លឹមសារនៃកម្មវិធីនេះដែលឈរលើគោលគំនិត3គឺទស្សនៈទាន3វិស័យអតិភិប3និងវិធានការគ្រប់គ្រងនិងជំរុញការវិនិយោគ3ប្រភេទជារួមការជំរុញឲ្យវិនិយោគិនទៅដាក់ទុននៅតំបន់ដែលឆ្ងាយហើយខ្វះខាតហេដ្ឋារចនាសម្ព័ន្ធទាមទារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដោយឈរលើអភិក្រម2យ៉ាងគឺទី1តើធ្វើដោយម្ដេចដើម្បីឲ្យកម្មវិធីនេះមានលក្ខណៈពិសេសលើសគេលើសពីតំបន់ដទៃទៀតនិងទី2តើរាជរដ្ឋាភិបាលអាចចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធសម្រាប់ការវិនិយោគនៅតំបន់នោះដោយរបៀបណាខ្លះអភិក្រមនេះយើងធ្លាប់អនុវត្តរួចហើយជាមួយនឹងយន្តការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុដែលខ្ញុំអាចនិយាយបានថាយើងពិតជាទទួលបានជោគជ័យជាមួយនឹងការដោះស្រាយគម្រោងជាប់គាំងយ៉ាងច្រើនខ្ញុំសូមគូសបញ្ជាក់បន្ថែមលើអ្វីដែលជាលក្ខណៈពិសេសសម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសានទី1គឺលើការលើកទឹកចិត្តលើសលប់យើងផ្ដល់ការលើកទឹកចិត្តលើសពីច្បាប់វិនិយោគហើយបើកវិសាលភាពធំលើសពីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់យើងហៅ Go-Local ក្នុងវិស័យអតិភិបដែលរួមបញ្ចូលទាំងវិស័យទូទៅគម្រោងពង្រីកនៃ Go-Local ផងដែរលើសពីនេះទៀតសម្រាប់សកម្មភាពធុរកិច្ចដែលកំពុងដំណើរការនៅក្នុងខេត្តទាំង4តែមិនទាន់បានចុះបញ្ជីពន្ធដារអាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ2025នេះហើយទទួលបានការលើកលែងនៅពីដីទោសទណ្ឌបំណុលពន្ធនិងការផាកពិន័យជាប្រាក់ចំពោះការមិនបំពេញអនុលោមភាពកន្លងមកផងដែរក្រោយពីបានចុះបញ្ជីពន្ធដាររួចរាល់សកម្មភាពធុរកិច្ចទាំងនោះក៏អាចស្នើសុំការលើកទឹកចិត្តដោយត្រូវចុះបញ្ជីGo-Localនៅឆ្នាំ2025នេះទី2យន្តការច្រកចេញចូលតែមួយដោះស្រាយបញ្ហានៅនឹងកន្លែងយន្តការនេះគឺជាយន្តការសំខាន់ដែលយើងត្រូវអនុវត្តកន្លងមកបានជោគជ័យតាមរយៈក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដែលជាក្រុមការងារចំពោះកិច្ចអន្តរក្រសួងក្រុមការងារនេះដើរតួនាទីជាច្រកចេញចូលតែមួយដែលមានតួនាទីពិនិត្យវាយតម្លៃនិងផ្ដល់ការអនុម័តគម្រោងផ្ដល់លិខិតអនុញ្ញាតនិងអាជ្ញាប័ណ្ណនានាជាកញ្ចប់ទៅលើគម្រោងវិនិយោគនៃកម្មវិធីពិសេសនិងតាមដានត្រួតពិនិត្យលើការអនុវត្តគម្រោងទាំងនោះក្នុងស្មារតីនេះរាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគនៅក្នុងភូមិភាគឦសានដែលវិនិយោគិនអាចដាក់ពាក្យស្នើសុំការអនុម័តគម្រោងនិងលិខិតស្នាមពាក់ព័ន្ធផ្សេងជាមួយនឹងក្រុមការងារនេះតែម្ដងដោយពុំចាំបាច់ឆ្លងនីតិវិធីដោយឡែកតាមក្រសួងស្ថាប័ននីមួយហើយនៅពេលដែលជួបបញ្ហាក៏អាចស្នើការសម្របសម្រួលដោះស្រាយពីក្រុមការងារដោយផ្ទាល់ដែលមានការិយាល័យនៅអគារមណ្ឌលអភិវឌ្ឍធុរកិច្ចទៅ OCIC ជ្រោយចង្វាឬនៅតាមរដ្ឋបាលខេត្តទាំង4ទី3ការជំរុញវិនិយោគិនក្នុងស្រុកនិងសហគ្រាសធុនតូចនិងមធ្យមយើងចង់ផ្ដោតលើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមដូច្នេះហើយរាជរដ្ឋាភិបាលបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអបបរមាចាប់ពី$10,000ឡើងទៅគឺអាចស្នើសុំគោលការណ៍វិនិយោគពីគណៈកម្មការជំរុញអភិវឌ្ឍ
ទិដ្ឋិសាស្ត្រនេះដើម្បីចុះបញ្ជីគោលករនៅក្រមប្រឹក្សាអភិវឌ្ឍកម្ពុជាឬអនុគណៈកម្មការវិនិយោគរាជធានីខេត្តតាមនីតិវិធីជាធរមានការដាក់ទំហំទុំបែបនេះក៏ដោយសារថាយើងចង់លើកទឹកចិត្តវិនិយោគិនក្នុងស្រុកឲ្យចូលរួមបានកាន់តែច្រើនតាមការដែលអាចធ្វើទៅបានទី4គឺការផ្ដល់ហិរញ្ញប្បទានគាំទ្របញ្ហាហិរញ្ញប្បទានគឺជាបញ្ហាប្រឈមដែលក្រុមការងារបានទទួលមតិត្រឡប់វិញជាច្រើនហើយដូច្នេះហើយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួនដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យដែលផ្ដោតជាពិសេសលើសហគ្រាសធុនតូចនិងមធ្យមសហគមន៍កសិកម្មទំនើបនិងសហគមន៍ទេសចរតាមរយៈធនាគារអភិវឌ្ឍជនបទនិងកសិកម្ម ARDP និងធនាគារសហគ្រាសធុនតូចមធ្យមកម្ពុជា SME Bank ទី5ការខិតខំជំរុញធនធានមនុស្សគាំទ្រកង្វះខាតធនធានមនុស្សជាពិសេសសម្រាប់កសិកម្មនិងកសិឧស្សាហកម្មជាចំណោទហើយកម្មករយើងភាគច្រើនចង់ទៅធ្វើការនៅទីប្រជុំជនដូច្នេះរាជរដ្ឋាភិបាលបានសម្រេចផ្ដល់ការលើកទឹកចិត្តដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតខ្មែរដែលទទួលបានបៀវត្សប្រចាំខែស្មើនឹងឬតិចជាង2លានរៀលនិងបម្រើការងារនៅក្នុងគោលករណ៍ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយនៅខេត្តទាំង4នៅភូមិភាគឦសានអាដាមលោកជំទាវអ្នកអញ្ញាលោកស្រីការដាក់ចេញនូវគោលនយោបាយគឺជារឿងមួយប៉ុន្តែការអនុវត្តជាក់ស្ដែងគឺជារឿងមួយទៀតខ្ញុំពិតជាចង់ឃើញកម្មវិធីពិសេសនេះពិតជាជួយបង្កើតចរន្តសេដ្ឋកិច្ចបានជាក់ស្ដែងដល់ភូមិភាគឦសានរបស់យើងហើយជោគជ័យនេះអាចកើតឡើងបានទាល់តែមានការចូលរួមសហការពីភាគីពាក់ព័ន្ធទាំងអស់ទាំងផ្នែករដ្ឋ